ថ្នាំពុលធម្មជាតិគឺការប្រើសារធាតុផ្សំពីរុក្ខជាតិឬវត្ថុធាតុដើមតាមបែបធម្មជាតិដែលមិនប្រឈមគ្រោះថ្នាក់ដល់សុខភាពទាំងអ្នកផលិតនិងអ្នកបរិភោគសារធាតុពុលពីធម្មជាតិមានសារធាតុក្រពុលដូចជាស្លឹកទៀបបាយស្លឹកទៀបបារាំងស្លឹកគ្រៃស្លឹកកន្ទួតសារធាតុឡាវីងដូចជាស្ដៅបណ្ដុលពេទ្យក្របស្លែងនិងសារធាតុហឹរមានដូចជាម្ទេសខ្ញីរំដេង1. ដំណើរការនៃការធ្វើថ្នាំពុលផ្សំពីរុក្ខជាតិសម្ភារៈត្រូវការមានដូចជាកាំបិតជ្រុញតង់សម្រាប់ក្រាលឈើកោទឹកនិងវត្ថុធាតុដើមវត្ថុធាតុដើមបណ្ដោយពេជ្រ5គីឡូក្រាមស្ដៅ5គីឡូក្រាមថ្នាំជក់3គីឡូក្រាមសម្បកកន្ទួត5គីឡូក្រាមមើមខ្ទួត5គីឡូក្រាមម្ទេស5គីឡូក្រាមទឹក50លីត្រទៅ100លីត្រចាក់ឲ្យលិចវត្ថុធាតុដើមទាំងនោះកំណត់សម្គាល់វត្ថុធាតុដើមប្រែប្រួលតាមចំនួនជាក់ស្ដែងរបៀបធ្វើយកវត្ថុធាតុដើមបណ្ដុលទេតស្លឹកស្ដៅសម្បកកន្ទួតមើមខ្ទួតថ្នាំជក់និងម្ទេសកាប់ចិញ្ច្រាំបញ្ចូលគ្នារួចយកទៅបុកឬដុំឲ្យម៉ត់ហើយយកទៅដាក់ចូលក្នុងធុងរួចចាក់ទឹកចូលល្មមតែលិតវត្ថុធាតុដើមទាំងនោះហើយគ្រប់ឲ្យជិតរក្សានៅកន្លែងម្លប់ត្រជាក់ត្រាំទុករយៈពេល7ថ្ងៃទៅ15ថ្ងៃអាចប្រើបានបើអាច2ថ្ងៃគោលម្ដងផរបៀបប្រើទឹកថ្នាំកន្លះលីត្រលាយជាមួយទឹកធម្មតា20លីត្របាញ់ពេលព្រឹកប្រឡំឬល្ងាចពេលមេឃត្រជាក់ចាប់បាញ់តាំងពីកូនដំណាំនៅតូចថ្នាំនេះមានប្រសិទ្ធភាពในការការពារអស់លីត្រកើតមានឡើងក្នុងករណីពុំមានសត្វអស់លីត្រកើតឡើងយើងត្រូវបាញ់ការពារ5ថ្ងៃទៅបាន2ថ្ងៃម្ដងក្នុងករណីមានសត្វអស់លីត្រកើតឡើងយើងត្រូវបាញ់2ថ្ងៃទៅ3ថ្ងៃម្ដងនៅការស្រោចនេះកសិករគួរតែប្រើម៉ាស់ពាក់មុខស្រោមដៃស្រោមជើងដើម្បីការពារកុំឲ្យរងឬប៉ះជាមួយសារធាតុពុលព្រោះអាចនឹងធ្វើឲ្យរមាស់ថ្នាំពុលធម្មជាតិអាចរក្សាទុកបានរហូតពី6 ខែដល់1ឆ្នាំបើទុកយូរលើពីនេះនឹងក្លាយជាជីទឹកវិញម្ដងការចំណាយលើការផលិតថ្នាំពុលធម្មជាតិមិនប្រើថវិកាច្រើនទេព្រោះអាចប្រើវត្ថុធាតុ